បង្រៀនឬក៏បណ្ដុះកូនឲ្យคล้ายទៅជាមនុស្សដែលមានវិន័យទាំងពីច្បាប់មាសទាំង7ដែលបង្រៀនឲ្យកូនคล้ายទៅជាមនុស្សដែលមានគុណភាពហើយថ្ងៃនេះខ្ញុំចង់យកមកចែករំលែកជូនអាណាព្យាបាលឬក៏ពុកម្ដាយបន្តិចទី1បង្រៀនឲ្យកូនជួបរឿងពិបាកមុនទៅជួបរឿងសំណុកតាមក្រោយដែលវាគឺជាវិធីដែលបង្វឹកឲ្យកូននឹងចេះអត់ធ្មត់ដោយអត់ធ្វើអីតាមចិត្តរបស់ខ្លួនឯងគ្រប់យ៉ាងនោះទេទី2បង្រៀនឲ្យកូនចេះកតញ្ញូដឹងគុណជាមួយនឹងរឿងរ៉ាវស្ថានភាពនិងអ្វីៗដែលខ្លួនឯងមានជាពិសេសនោះគឺអំពើល្អឬក៏អ្វីៗដែលអ្នកដទៃធ្វើចំពោះខ្លួនពីព្រោះមែនតើភាពកតញ្ញូគឺជាឫសគល់នៃរឿងល្អៗទាំងពួងទី3បង្រៀនឲ្យកូនយល់ថាភាពបរាជ័យមិនគួរឲ្យខ្លាចដោយអ្វីដែលពួកគេគិតទេហើយមែនតើភាពបរាជ័យគឺជាមេរៀនដ៏ល្អដែលជួយឲ្យយើងនឹងឈានទៅរកភាពជោគជ័យទី4បង្រៀនកូនឲ្យយល់ពីគុណតម្លៃនៃលុយពីព្រោះនៅពេលដែលកូនយល់ពីគុណតម្លៃនៃលុយកូននឹងមានផែនការត្រឹមត្រូវកូននឹងចេះគ្រប់គ្រងកូននឹងចេះរៀបចំហើយទាំងអស់ហ្នឹងហើយដែលអត់ធ្វើឲ្យកូនពិបាករឿងលុយទៅថ្ងៃក្រោយទី5បង្រៀនឬក៏បណ្ដុះកូនឲ្យคล้ายទៅជាមនុស្សដែលមានវិន័យពីព្រោះមែនតើទោះបីជាកូនមានដុងឬក៏មានសមត្ថភាពខ្ពស់កម្រិតណាក៏ដោយភាពជោគជ័យមិនអាចកើតឡើងទេបើសិនជាអត់មានភាពចុះលាក់ទី6បង្រៀនឲ្យកូនចេះឲ្យតម្លៃនិងគោរពអ្នកដទៃពីព្រោះមែនតើទៅអាកាសល្អៗនឹងទទួលបានពីអ្នកដទៃហ្នឹងឯងនិងជាចុងក្រោយទី7បង្រៀននិងបណ្ដុះគាត់ឲ្យយល់ថាគ្រួសារគឺជាទីជម្រកដ៏រឹងប៉ឹងបំផុតដែលគាត់អាចជ្រកបានគ្រប់ពេលមិនថាគាត់កំពុងតែទន់ជ្រាយឬក៏មានបញ្ហានោះទេ